អ្នកទាំងអស់គ្នាវិលមកជួបខ្ញុំសាជាថ្មីម្ដងទៀតទាក់ទងនឹងពីបច្ចេកទេសដែលយើងប្រើប្រាស់ក្នុងវិស័យសំណង់ជាភាសាចិនថ្ងៃនេះខ្ញុំនឹងបន្តប្រាំពាក្យទៅបន្តទៀតសង្ឃឹមថាអ្នកទាំងអស់គ្នាចេះអានចេះសរសេរនៅពាក្យដែលយើងបានរៀនកន្លងមកតោះយើងចាប់ផ្ដើមពាក្យថ្មីទាំងអស់គ្នាពាក្យទី1នោះគឺយើងអានថាជាងស៊ឺជាន់ជាងស៊ឺជាន់ឬក៏ម្យ៉ាងទៀតយើងអាននិយាយបានថាស៊ឺស៊ីនជាន់ស៊ីនជាន់ជាភាសាអង់គ្លេសមានន័យថាសូលីព្រីកដែលយើងបកជាភាសាខ្មែរគឺឥតតែនពាក្យបន្តមកទៀតនោះគឺខុងស៊ីនជាន់ខុងស៊ីនជាន់ឬក៏យើងអានម្យ៉ាងទៀតគឺស៊ឺស៊ីនជាន់ស៊ឺស៊ីនជាន់ជាភាសាអង់គ្លេសមានន័យថា hollow brick ដែលយើងប្រែជាភាសាខ្មែរគឺឥតប្រហោងពាក្យបន្តមកទៀតនោះគឺកងកងឡាវឈីងតានកងឡាវឈីងតានជាភាសាអង់គ្លេសមានន័យថា BQ ឬក៏យើងហៅថា bill of quantity នឹងឯងដែលយើងបកជាភាសាអង់គ្លេសទៅជាភាសាខ្មែរមានន័យថាត្រាងប៉ាន់ប្រមាណតម្លៃពាក្យបន្តមកទៀតនោះគឺស៊ឺកងជាហ្វឹងស៊ឺកងជាហ្វឹងជាភាសាអង់គ្លេសមានន័យថា construction ជាន់ឬក៏យើងបកជាភាសាខ្មែរគឺដំណបេតុងពាក្យបន្តមកទៀតនោះគឺយើងអានថាកែបានកែបានឬក៏ម្យ៉ាងទៀតយើងអាចអានបានថាវាយកែវាយកែហើយនឹងមានមួយរបៀបទៀតនោះគឺយើងអាចនិយាយបានថាប៉ាវហ៊ូឆោងប៉ាវហ៊ូឆោងជាភាសាអង់គ្លេសបានន័យថា cover ដែលយើងបកជាភាសាខ្មែរគឺស្រទាប់ការពារនឹងហើយវីដេអូរបស់ខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងឯងសង្ឃឹមថាអ្នកទាំងអស់គ្នាយកទៅចេះអានចេះសរសេរនិងយល់អត្ថន័យនៃពាក្យនីមួយៗជួបគ្នានៅវីដេអូបន្ទាប់ Thank you Bye bye